មេដឹកនាំជប៉ុននឹងចិនបានជួបពិភាក្សាគ្នាលក្ខណៈទ្វេភាគីជាផ្លូវការមួយនៅថ្ងៃច័ន្ទម្សិលមិញនេះអស់រយៈពេលប្រមាណកន្លះម៉ោងខណៈពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្រោយពិភាក្សាគ្នាអស់រយៈពេលកន្លះម៉ោងជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងប្រមុខរដ្ឋាភិបាលជប៉ុនលោកស៊ីនហ្សូអាបេបានហៅជំនុំនេះថាជាជំហានដំបូងដើម្បីឈានទៅស្ដារទំនាក់ទំនងជប៉ុនចិនឲ្យកាន់តែល្អប្រសើរកិច្ចពិភាក្សានៅក្នុងប្រទេសចិននេះត្រូវបានគេចាត់ទុកថាជាកិច្ចប្រជុំទល់មុខគ្នាលើកដំបូងបំផុតរវាងមេដឹកនាំទាំងពីរចាប់តាំងពីពេលដែលពួកគេឡើងកាន់តំណែងនិងមានការប្រជុំមុខដាក់គ្នាកាន់តែខ្លាំងឡើងក្បែរនឹងមានការប៉ះទង្គិចគ្នាផ្នែកយោធាផងនោះទំនាក់ទំនងចិននិងជប៉ុនកាន់តែធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ2012នៅក្រៅពេលដែលរដ្ឋាភិបាលក្រុងតូក្យូបានសម្រេចធ្វើជាតូបនីយកម្មលើកោះសេនកាគូដែលជាកោះកំពុងមានជម្លោះរវាងចិននិងជប៉ុននៅក្នុងសមុទ្រចិនខាងកើតនោះចំណែកក្រុងប៉េកាំងចាត់ទុកកោះជប៉ុនទៀមទានោះជាដែនកោះរបស់ខ្លួនដោយប្រទេសនេះហៅកោះនោះជាភាសាចិនថាទាវយូថែមទៀតផងម្យ៉ាងទៀតកងទ័ពប្រទេសទាំងពីរក៏ឧស្សាហ៍ប្រជុំមុខដាក់គ្នាដែរដោយសារតែចិនបានប្រកាសកំណត់ដែនអាកាសរបស់ខ្លួនជាឯកតោភាគីដែលគ្របដណ្ដប់ទៅលើដែនកោះដែលកំពុងមានជម្លោះនោះនៅពេលពិភាក្សាគ្នាលោកស៊ីជីនពីងបានថ្លែងទៅកាន់សមភាគីជប៉ុនថាបញ្ហាប្រវត្តិសាស្ត្ររវាងចិនជប៉ុនបានធ្វើឲ្យប្រជាជនចិនប្រមាណជា 1.3 លាននាក់ព្រួយបារម្ភខ្លាំងជាពិសេសចំនួនដោយប្រដាប់អាវុធតែម្ដងហើយលោកបានស្នើសុំឲ្យនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូអាបេបន្តផ្ដោតលើការកសាងសន្តិភាពក្នុងតំបន់និងរក្សាឲ្យបាននូវភាពជាមិត្តជិតខាងល្អជាមួយគ្នាផងដែរកាលពីមុនមេដឹកនាំចិនក៏ធ្លាប់បានស្នើសុំឲ្យនាយករដ្ឋមន្ត្រីជប៉ុនបញ្ឈប់ទង្វើបង្ករឿងដែលលោកធ្លាប់បានធ្វើការពីឆ្នាំ2013ដោយធ្វើដំណើរទៅទស្សនកិច្ចទីសក្ការៈយ៉ាស៊ូគូនីដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់សម័យសង្គ្រាមលោកលើកទី2ក្នុងនោះមានទាំងមេដឹកនាំជប៉ុនដែលត្រូវបានគេកាត់ទោសជាអក្រិតជនសង្គ្រាមផងនោះប៉ុន្តែការស្នើសុំនេះវាជារឿងពិបាកទទួលយកបំផុតសម្រាប់មេដឹកនាំជប៉ុនជាពិសេសសម្រាប់លោកស៊ីនហ្សូអាបេតែម្ដងក្រោយបញ្ចប់ការពិភាក្សាភាគីទាំងពីរលោកស៊ីនហ្សូអាបេនិងលោកស៊ីជីនពីងបានឈានដល់ការឯកភាពគ្នាលើការរៀបចំដោះស្រាយនិងគ្រប់គ្រងជម្លោះដែនសមុទ្រដោយព្យាយាមធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននៅការប៉ះទង្គិចគ្នាដោយអាវុធដែលនឹងមានការប្រឈមមុខដាក់គ្នាដោយនាវាឬយន្តហោះចម្បាំងរវាងប្រទេសទាំងពីរនោះតាមពិតទៅមុននឹងមានជំនួបរវាងមេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកាលពីសប្តាហ៍មុនមន្ត្រីការទូតជាន់ខ្ពស់នៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នានិងឈានដល់សម្រេចកិច្ចព្រមព្រៀង4ចំណុចសំខាន់ដើម្បីស្ដារឡើងវិញនៅទំនាក់ទំនងប្រទេសទាំងពីរឲ្យល្អប្រសើរនិងត្រួសត្រាយផ្លូវសម្រាប់ការពិភាក្សាដោះស្រាយបញ្ហាជម្លោះព្រំដែនដ៏ចម្រូងចម្រាសថែមទៀតផងពីខ្ញុំខនចម្ប៉ាសារព័ត៌មានថ្មី.com